ថ្ងៃនេះខ្ញុំទទួលបាន Infinix Note 50 Pro វាទៅមកដល់ដៃខ្ញុំក្តៅៗនេះទេហើយអ្វីដែលគួរចាប់អារម្មណ៍បំផុតពី smartphone មួយគ្រឿងនេះគឺតម្លៃជាមួយនឹងមុខងារដែលញាត់សម្បូរបែបហៀមែនហៀខ្លាំងមែនតើហើយខ្ញុំនឹងបើកប្រអប់ជូនអ្នកទាំងអស់គ្នាមើលដំបូងគេហើយបន្តមកយើងធ្វើការ test និងធ្វើការបញ្ចេញ video review តាមក្រោយហើយអ្វីដែលគួរចាប់អារម្មណ៍លើកនេះគឺ Infinix ធ្វើការសហការជាមួយនឹង Mobile Legends អញ្ចឹងហើយបានជាយើងឃើញប្រអប់ហើយប្រអប់លើនេះគឺ design ប្លែកជាងចំនួនមុនអូខេសម្រាប់ម៉ាស៊ីនដែលខ្ញុំទទួលបាននេះគឺមានទំហំផ្ទុក 256GB ជាមួយ RAM 12GB វាក៏អាចប្រើមុខងារ RAM extend បាន 12GB បន្ថែមទៀតផងដែរហើយ design នេះអាចថាស្អាតយើងឃើញប្រអប់ design ស្អាតជាមួយនឹង logo Infinix ជាមួយនឹង logo Mobile Legends ហើយក៏បញ្ជាក់ពីតួលេខ series 50របស់គេផងដែរហើយលើកនេះគឺគេផ្ដោតទៅលើ AI ចាំមើលយើងតេស្តថា AI នេះវាមានអ្វីខ្លះហើយមួយទៀតគឺគេ highlight ថាកម្លាំងសាកវា90 Wជាមួយនឹងការសាក់ wireless 30 W ហើយវាធូនសំឡេងដោយ JBL អញ្ចឹង sound by JBL អូខេប្រអប់នេះគឺផ្ដោតលើ game យើងអាចកាន់ដឹងវាមានលក្ខណៈមិនរៀបស្មើឬក៏ print ទេគឺផុសតែម្ដងយើងអាចស្ទាបដៃដឹង premium របស់គេហត់ចេញមកអានេះគឺជាប្រអប់ទូរស័ព្ទសិនតែខ្ញុំចង់ដឹងថាក្រោមមួយនេះជាអីគេអូខេនេះគឺជា Mac Pad អានេះអាចថាជាបន្ទះសាកឆក់នឹងហើយយើងបើកប្រអប់មកInfinix AI ជាមើលទៅគេ go all in ជាមួយនឹងមុខងារ AI តែម្ដងខ្ញុំចង់ដកទូរស័ព្ទចេញសិនស្រឡាញ់សំឡេងដែលហែក plastic នឹងតែម្ដងអ្នកទាំងអស់គ្នាអូខេយើងបក sticker នឹងចេញមកដើម្បីឃើញស្អាតអញ្ចឹងពណ៌ដែលខ្ញុំទទួលបាននេះគឺជា titanium gray ស្អាតមែនតើស្អាតខ្លាំងនេះគឺជាលើកដំបូងដែលខ្ញុំចាប់កាន់វាហើយទូខ្លួននេះវាធ្វើពី armor alloy អញ្ចឹងវាមិនមែនជា plastic ទេនោះទេហើយសារធាតុនេះបើយើងស្ទាបទៅគឺដូចជា titanium ច្រើនហើយកម្រាស់បើនិយាយពីកម្រាស់បើប្រៀបជាមួយនឹង Note 40លើកមុនគឺមានកម្រាស់ដល់ 8mm ឯណោះឯថាខ្ទង់ 8mm តែលើកនេះ Infinix រក្សាកម្រាស់វាបានត្រឹម 7.3mm ប៉ុណ្ណោះវ៉ាវវាជាស្ដាងហើយស្អាតមែនតើអ្នកទាំងគ្នាតម្លៃខ្ញុំដឹងតម្លៃហើយប៉ុន្តែខ្ញុំអាចនិយាយនៅក្នុងវីដេអូនឹងបានទេបាទអ្នកទាំងគ្នាឬក៏សឹងតែមិនគួរជឿថាគេអាចរក្សាតម្លៃហើយអាចញាត់មុខងារច្រើនជាមួយនឹងផ្ដល់រូបរាង premium បែបនេះបានគឺពិតជាសឹងតែមិនគួរជឿនោះទេហើយពណ៌នេះវាមានសាច់ខ្នង matte បើយើងប៉ះទៅมันមានអារម្មណ៍ថាប្រឡាក់ស្នាមរៀមដៃឬក៏រលោងខ្លាំងនោះទេវាស្និទ្ធល្អសាច់អាលុយមីញ៉ូមវាក៏ខាប់ស្អាតល្អផងដែរវ៉ាវស្អាតអ្នកទាំងគ្នាមើលគៀកខាងស្ដាំនេះវាមានប៊ូតុង power អាចថាវាដើរតួជាមុខងារ2ឬក៏មុខងារ AI ហ្នឹងហើយខាងលើនេះគឺជាប៊ូតុងសំឡេងហើយខាងលើមួយទៀតយើងមាន IO Blaster រុនស្រូបសំឡេងspeaker detone ដោយ JBL ហ្នឹងខាងក្រោយយើងមាន USB-C កន្លែង slot ដាក់ SIM ហើយជាមួយនឹង speaker បំពងសំឡេងមួយទៀតខ្ញុំនឹង test សំឡេងវាតាមក្រោយហើយផ្នែកខាងក្រៅយើងបានកាមេរ៉ា2គ្រាប់ហើយអានេះអត់មាន lens បញ្ឆោតទៀតនោះទេអ្វីដែលសំខាន់គឺ lens gold នេះគឺមានទំហំ50 megapixel មាន OIS ទប់លំនឹងទៀតហើយមួយទៀតជា lens ultra wide 8 megapixel ហើយមួយគ្រាប់នេះគឺជា flicker sensor ចឹងវាធ្វើការដើម្បីទប់ស្នាមញែកអីហ្នឹងហើយត្រង់នេះអានេះគឺជាចំណុចគួរចាប់អារម្មណ៍បំផុតវាមិនត្រឹមតែបញ្ចេញភ្លើង LED ស្អាតនោះទេវាក៏ដើរតួជាមុខងារដែលឲ្យយើងអាច scan ចង្វាក់បេះដូងវាស់ចង្វាក់បេះដូងហ្នឹងហើយក៏ដូចជាវាស់អុកស៊ីហ្សែននៅក្នុងសម្ពាធឈាមផងដែរអានឹងចំណុចពិសេសមែនតើរបស់ទូរស័ព្ទនេះវាជាអ្វីដែលយើងកម្រឃើញមាននៅលើទូរស័ព្ទណានៅពេលដែលចង់ scan យើងចូលកន្លែងមុខងារសុខភាពហ្នឹងមកយើងចុចទៅលើកន្លែង heart rate យកពាក្យ measure with phone អញ្ចឹង sensor វានឹងបញ្ចេញពន្លឺនៅខាងក្រោយនេះយើងអាចឃើញជាក់ស្ដែងដាក់ម្រាមដៃនៅពីលើទៅមួយសន្ទុះយើងកុំសង្កត់ខ្លាំងពេកអញ្ចឹងវានឹងរាប់ជាភាគរយបើអ្នកថាភាគរយវានឹងបញ្ចប់ដល់ 100% វានឹងបង្ហាញទិន្នន័យទាំងចង្វាក់បេះដូងក៏ដូចជាទៅលើអុកស៊ីហ្សែននៅក្នុងឈាមរបស់យើងយើងចាំមើលសន្ទុះអូខេពេញ 100% អញ្ចឹងវាបង្ហាញទិន្នន័យយល់រួមវាល្អដែរវាដូចយើងមានលក្ខណៈថា Smart Watch Fitness មួយតាមខ្លួនអញ្ចឹងណាមួយវាក៏បង្ហាញពីទិន្នន័យនៃការដើររបស់យើងប្រចាំថ្ងៃទៀតផងហើយបន្ទះកាមេរ៉ាវាក៏មានកម្រាស់ស្ដាងផងដែរយើងនឹងតេស្តកាមេរ៉ាតាមក្រោយទៀតឥឡូវខ្ញុំបើកវាឡើងសិន
អ្វីដែលសំខាន់គឺ Infinix បើកឲ្យវាអាចធ្វើការ update បានដល់ទៅ2ឆ្នាំបន្ថែមនៅលើ Android 15អញ្ចឹងវាជាចំណុចពិសេសមែនទែនចាំមិនន័យថាយើងអាចប្រើវាដល់ Android 17ដែរសម្រាប់ទូរស័ព្ទតម្លៃទាបបែបនេះលើពីនេះវាក៏មាន sensor scan frame ដែលក្រោមអេក្រង់ចំណែកកាមេរ៉ាខាងមុខមានទំហំ32 megapixel ឥឡូវចាំយើងសាកថត shot ពី shot វាថតបានទូលាយផងដែរចាំអ្នកទាំងគ្នាជួយប្រាប់ផងថាគុណភាពវាយ៉ាងណាដែរខ្ញុំនេះត្រឹមតែទៅតែបានភ្លាមទេអូខេទៅលើវីដេអូយើងអាចឃើញថាវាថតបានដល់ 2K ដែរ 2K 30 fps ហើយសួស្តីអ្នកទាំងគ្នាហើយនេះគឺជាវីដេអូដែលថតចេញពីកាមេរ៉ាខាងមុខរបស់ Infinix Note 50 Pro អូខេឥឡូវខ្ញុំទុកឲ្យវាសម្រាប់បន្តិចសិនយើងនឹងបើកមើលរបស់ដែលនៅខាងក្រោមទៀតនេះយើងបានដុំសាក90 វ៉ាត់អត់មានត្រូវការទិញក្រៅនោះទេ AI ទៀតហើយតោះមកយើងបានខ្សែ USB-C ពី A ទៅ C មួយទៀតអញ្ចឹងនៅខាងក្រោមដូចជាអស់ហើយអ្នកទាំងគ្នាមានតែប៉ុណ្្នឹងទេយកមកមើលនៅក្នុងប្រអប់ខ្មៅនេះវិញអូខេអញ្ចឹងយើងបាន SVIP card មួយនេះគឺជា premium service អានេះមិនសិននេះខ្ញុំអត់ដឹងថានៅស្រុកយើងទទួលបានដូចខ្ញុំអត់ទេអានេះជាស្រ័យដោយសារគេផ្ញើមកសម្រាប់ឱកាសតេស្តអូខេវ៉ាវយើងបាន screen ថែមមួយទៀតអ្នកទាំងអស់គ្នាយើងបាន screen កាលពី original អញ្ចឹងយើងមិនពិបាករកទិញក្រៅទៀតនោះទេជាមួយនឹងក្រដាសជូតអកលអីហ្នឹង sticker អីហ្នឹងគឺមានមកមួយឈុតអូខេសម្បកការពារនេះក៏ premium ដែរស្អាតមែនតើនេះសម្បកនេះក៏ support ជាមួយនឹងងារសាកថ្មឆក់ជាប់របស់គេដែរ Hub fit តែម្ដងមិនតាខ្ញុំពិតជាចង់ឲ្យក្រុមហ៊ុនជាច្រើនដាក់ accessory ក៏ដូចជាសម្បកការពារមានតម្លៃបែបហ្នឹងវាស៊ីគ្នាវាមិនមែនជាការខ្ជិលដាក់ Castla ដូចរដងនេះទេហើយនេះយើងនិយាយពីក្រុមហ៊ុនដែលផលិតទូរស័ព្ទក្នុងតម្លៃទាបទៀតផងកាន់ទៅគឺស្អាតមែនតើវាមានកន្លះឆ្នោតមក premium ដោយកាបូបថ្លៃឬក៏លក្ខណៈសាញ់កណ្ដាត់ថ្លៃចឹងឥឡូវយើងមកមើលបន្ទះសាកឆក់របស់យើងវិញគេហៅថា MagPad អានេះយើងដាក់ឆក់ជាប់អូខេគ្រាន់តែថាបន្ទះសាក MagPad នេះតើតើយើងប្រើ case original ដែលមានក្នុងប្រអប់ហ្នឹងបានដាក់ទៅវាឆក់ជាប់ផងវាសាកផងហើយបើសិនជាយើងដោះ cache ចេញវាអាចបញ្ចូលថ្មបានដូចគ្នាក៏ប៉ុន្តែវាមិនឆក់ជាប់ជាមួយនឹងក្នុងទូរស័ព្ទនោះទេកម្រាស់ស្ដើងប៉ុណ្្នឹងមែនតែវាអាចផ្ទុកថ្មបានដល់ទៅ5200 mAh ម៉ោងវាស្ដើងជាង Note 40 Pro ឆ្នាំមុនតែអាចផ្ទុកថ្មបានធំជាងមុនដោយរក្សាកម្រាស់បាន slim មែនតើនេះក៏ដោយសារតែវាប្រើ silicon carbon battery អញ្ចឹងហើយបានជាគេអាចទប់រូបរាងមកស្គម slim ស្អាតបែបនេះបានហើយទៅលើអេក្រង់នេះមានទំហំ 6.78 inch កម្រិត Full HD Plus ដែលអាចជះទឹកពណ៌បានដល់ទៅ 1000 លានពណ៌ហើយល្បឿន refresh rate វាគឺ144 Hz ឯណោះហើយវាក៏ support មុខងារ always on display ផងដែរអ្វីដែលគួរសរសើរមួយទៀតគឺ bezel អ្នកទាំងគ្នាតម្លៃទូរស័ព្ទអាចថាខ្ញុំអាចបង្ហើបបន្តិចបានគឺមិនដល់$300នោះទេតែ Cam bezel វាគឺពិតជាខ្លីស្អាតខ្លាំងមែនតើចំណែកពន្លឺវាអាចជះបានដល់ទៅ1300 nits អញ្ចឹងប៉ុណ្នេះគឺមិនចាញ់ថ្ងៃនោះឡើយអាចថានិយាយអានអសរនៅក្រោមថ្ងៃដោយមិនបាច់រត់ចូលមកលុបឬក៏យកដីបាំងនោះទេលើពីនេះទៀតវាថែមទាំងមានអាក្រោះការពារ IP64 ដែលទប់ជាមួយនឹងដីក៏ដូចជាទឹកមិនឲ្យខ្ទាតចូលឬក៏យើងអាចដើរកាត់ភ្លៀងអីអាចថាកពុបទឹកកពុកកាហ្វេពីលើក៏មិនមានបញ្ហានោះដែរអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតទៅលើ menu លើកនេះគឺស្អាត clean ហើយអត់មានកម្មវិធីដំឡើងក្រៅច្រើននោះទេហើយថាអត់មាន game អីដែលយើងអត់ចង់បាននោះទេវាមានតែកម្មវិធី social ដែលយើងត្រូវការស្រាប់អូខេអញ្ចឹងនេះគឺជាចំណាប់អារម្មណ៍របស់ខ្ញុំទៅលើ Infinix Note 50 Pro ខ្ញុំភ្លេចបញ្ជាក់ទៅលើកម្លាំង chip នៅក្នុងនេះគេប្រើ chip Helio G100 Ultimate អញ្ចឹងវាជា chip ដែលយើងបានឃើញច្រើននៅលើ smartphone budget ហើយយ៉ាងណាយើងនឹងតេស្តទៅលើកម្លាំងវាជាក់ស្ដែងហើយបន្ទាប់មកខ្ញុំនឹងផ្ដល់ជាចំណាប់អារម្មណ៍ពេញក៏ដូចជាការយល់ឃើញពេញទៅចំណុចខ្លាំងចំណុចខ្សោយខ្ញុំនឹងបង្ហាញនៅក្នុង video review ពេញតាមក្រោយហើយអ្នកនរគ្នាចង់ដឹងអ្វីខ្លះពី smartphone នេះអាច comment នៅខាងក្រោម video នេះបានហើយថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងចំណាប់អារម្មណ៍របស់ខ្ញុំគឺពិតជាចូលចិត្តវាច្រើនជាពិសេសទៅលើ design និងការដាក់មុខងារសំខាន់ប្លែកៗដែលវាខុសពី smartphone budget ដទៃដែលយើងបានឃើញពីមុនជាពិសេសគឺតួខ្លួនarmor alloy របស់វាគឺពិតជារឹងមាំល្អមែនតើជាងកាន់ទៅគឺសឹងតែដូចជាងកាន់ពពួក titanium ទៅហើយ
អូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត